ចំណុចអ្វីខ្លះមានហេតុផលអ្វីខ្លះសំអាងអ្វីខ្លះដែលពួកទេពគេលើកតម្លៃព្រះពុទ្ធព្រះអង្គទៅជាអវតារទី10នៃព្រះវិស្ណុហ្នឹងពួកខាងព្រហ្មញ្ញសាសនាកាលពីសម័យកាលដែលមនុស្សគេតាក់តែងក្បួនច្បាប់គម្ពីរនៅក្នុងសាសនារៀងៗខ្លួនគេតែងតែមានការលើកតម្កើងនៃអធិទេពរបស់គេបាទដោយថាយើងព្រហ្មញ្ញសាសនាយើងគោរពទៅលើអង្គវិស្ណុអង្គសិវៈឬក៏អង្គព្រហ្មប៉ុន្តែនៅពេលពុទ្ធសាសនាយើងគោរពដែរអញ្ចឹងយើងត្រូវលើកពុទ្ធខ្ពស់ជាងគេហើយហ្នឹងហើយអញ្ចឹងយើងត្រូវបានគេដាក់បញ្ចូលនៅក្នុងប្រជាប្រិយភាពមួយរបស់អធិទេពឬក៏គឺជាព្រះណាមួយបាទអញ្ចឹងហើយការចំណែននិន្ទានេះរវាងមនុស្សហើយនឹងមនុស្សតែងតែមានបាទអញ្ចឹងហើយបានជាការបកស្រាយនឹងវាមានពាក់ព័ន្ធអញ្ញៃច្រើនដោយសារអញ្ចឹងទីបំផុតនៅពេលដែលយើងស្វែងរកការពិតបានគឺពាក់ព័ន្ធទៅនឹងប្រជាប្រិយភាពបាទរបស់ព្រះដែលបានត្រាស់ដឹងរបស់អធិទេពណាដែលមានភាពខ្លាំងពូកែឃើញទេសូម្បីតែប្រអិនក៏ធ្វើរឹកធំជាងអង្គព្រះសិវៈដែរបាទឃើញទេគិតថាអញម្ចាស់អធិទេពអញស្ដេចនៃអធិទេពទាំងឡាយមិនដែលត្រូវទៅអនេបអណប់មួយអង្គព្រះសិវៈដល់ពេលដឹងអំពីអំណាចរបស់ខ្លួនដែលខ្សោយហើយអន់ជាងព្រះសិវៈរាប់លានដងណាបានទទួលស្គាល់អំណាចរបស់អង្គព្រះសិវៈដូចជាពេលខ្លះទៅមិនចាំបាច់ដល់ព្រះទេសូម្បីយៈក៏ដោយឃើញទេបាទណាងខ្លួនឯងតែអញជាស្ដេចនៃលោកទាំង3វ័យឲ្យយកធប់ឋានទាំងអស់ឃើញទេឧទាហរណ៍តួយ៉ាងហេរណយកាសិពុឃើញទេវ័យឲ្យកំទេចខ្ទីយកអស់គ្រប់គ្រងលោកទាំង3ក្រុងពលីអីឃើញទេបាទដោយសារអីភាពចំណែនភាពចង់បានអំណាចហើយប្រជាប្រិយភាពចង់ឲ្យគេមើលមកថាយើងនឹងជាអ្នកដែលអស្ចារ្យជាងគេអញ្ចឹងហើយបានជាមានការបែងចែកនៅក្នុងសាសនាព្រះពុទ្ធនិងសាសនាព្រហ្មញ្ញទៅជាការដាក់បញ្ចូលដើម្បីឲ្យអំណាចរបស់ពុទ្ធសាសនានៅក្រោមអំណាចរបស់ព្រាហ្មណ៍សាសនាមូលហេតុអីពីព្រោះព្រះពុទ្ធលោកវសោតចេញនៅក្នុងតកោព្រាហ្មណ៍បាទតកោសក្យវង្សសមណៈសទ្ធោទនៈបាទសរិសទ្ធោទនៈប្រម៉ែសរិមហាមេយាគឺជាអ្នកណាសិស្សអំបូររបស់ពួកព្រាហ្មណ៍អញ្ចឹងហើយនៅពេលដែលបែកទៅជាពុទ្ធសាសនាដល់ពេលលោកបានត្រាស់ដឹងអញ្ចឹងពួកអ្នកដែលគោរពទៅលើនិកាយរបស់ព្រាហ្មណ៍ត្រូវតែនាំនិរសេព្រោះខាងនោះសំឡេងគេច្រើនជាងអញ្ចឹងគេត្រូវតែមានជំនឿសំឡេងខាងព្រហ្មញ្ញគេគោរពច្រើនជាងនៅប្រទេសឥណ្ឌាគឺហិណ្ឌូធំជាងគេបាទពុទ្ធយើងបានតែប្រហែល%ទេណាបាទដល់5%ផងតិចបំផុតអញ្ចឹងហើយទៅហិណ្ឌូវាចូលចុះ80%ជាងហ្នឹងបាទអញ្ចឹងហើយវាលុបប៉ុន្តែនៅសម័យកាលរបស់ពុទ្ធនោះមនុស្សងាកមកតាមគោរពបូជាទៅអង្គពុទ្ធខ្លាំងពេកអើលរាប់កោតមនុស្សពេលនោះហើយបានមានការដាក់បញ្ចូលអង្គព្រះពុទ្ធទៅជាអវតាររបស់ព្រះវិស្ណុអាហ្នឹងបកស្រាយប៉ុណ្ណឹងបាទប្រាប់គេទៅអាហ្នឹងក៏គេយល់អាហ្នឹងរឿងរបស់គេណាបាទប៉ុន្តែអានេះខ្ញុំបានសិក្សាទៅលើពួកពុទ្ធនិងព្រហ្មញ្ញហើយយើងនិយាយអំពីការធ្លាក់ចុះនៃសាសនាស្រុកខ្មែរយើងតាំងពីចាប់ដើមធ្លាក់ចុះសតវត្សទី13មកដោយសំអាងលើកត្តាអ្វីខ្លះបានជាសាសនាខ្មែរយើងធ្លាក់ដុនដាបដល់ថ្នាក់នេះកត្តាគឺកើតឡើងពីអ្នកគ្រប់គ្រងអាណាចក្រមួយដោយសារអ្នកដឹកនាំមួយដែលគាត់អត់មានភាពប្រកបប្រជាអញ្ចឹងហើយគាត់អត់ស្វែងរកអ្នកដែលមានចំណេះដឹងអត់សូវខ្វល់ជាមួយនឹងអ្នកដែលគេមានជំនាញពិតប្រាកដយកមកប្រើគឺគាត់ឲ្យតម្លៃទៅលើអីអំណាចស្រីស្រាគឺជាអំណាចមួយដែលធ្វើឲ្យប្រទេសធ្លាក់ចុះនឹងការនិយមខ្លួនឯងផ្ទាល់ខ្លាំងពេកគោរពណានាមួយគោរពអាហ្នឹងគេឲ្យហ្នឹងឯងស្អប់ទាំងអស់នឹងហើយគឺជាការដែលធ្វើឲ្យមានចំនួនសាសនាណារឿងធំបំផុតរបស់យើងដែលធ្លាក់ដណ្ដាប់គឺចំនួនសាសនាតែម្ដងចាប់ពីសម័យណាមកសតវត្សទី13ចុងសតវត្សទី13ណាសម័យជ័យមន្ទី8ការជាបុត្រារបស់ព្រះអង្គជ័យមន្ទី7ណាអន្តរវរ្ម័នទី3ក៏ដូចគ្នាដែរអន្តរវរ្ម័នទី2ក៏ដូចគ្នាដែរមានចំនួនម្ដងរួចទៅហើយប៉ុន្តែមិនទ្រង់ទ្រាយធំទេក៏បានបង្ក្រាបឲ្យរៀបទៅវិញទៅនៅពេលតែងតាំងនេះកូនរបស់ព្រះបាទជ័យមន្ទីច្រឡំកូន
របស់បរិយាគ្រូសាយាមង្គលាទេមង្គលាថាទេវ៉ានេះជ័យមង្គលាថេនេះ បាទ ឡើងមកជ័យមន្ទី8នេះត្រូវបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងបុត្រីរបស់ស្ដេចភូមាគឺព្រះនាងចក្រវីតិរាជទេវីមកពេលហ្នឹងចាប់ដើមបំផ្លាញពុទ្ធសាសនាចោលតែម្ដងអញ្ចឹងឲ្យធ្វើឲ្យអ្នកពុទ្ធសាសនាមានកំហឹងជាមួយនឹងព្រហ្មញ្ញធ្វើឲ្យមនុស្សដែលគោរពទៅបូជាទៅលើសាសនាទាំងពីរមានការវិវាទឆ្លោះទាស់ទែងកាប់សម្លាប់គ្នារហូតដល់ទៅបំផ្លាញពុទ្ធបដិមាទាំងអស់គ្រប់កន្លែងទូទាំងអាណាចក្រអង្គរហើយនាងហ្នឹងកូនសាយាមហាប្រធានាដែលជាក្សត្រភូមា បាទ បាទភាសាសម្បញ្ញយើងហៅជ័យប្រធាន បាទ សាយាប្រធានាណាជាកូនរបស់ភូមាអញ្ចឹងតែនាងហ្នឹងនៅពេលដែលបំផ្លាញធ្វើអាណាចក្រអង្គរធ្លាក់ចុះដល់ប៉ុណ្ណឹងក៏អត់រួចខ្លួនដែរណា បាទ នាងហ្នឹងត្រូវបានគេតាមបហាដែរ បាទ គេតាមបហាចក្រវីតរាជទេវីរហូតដល់ទៅដែនភូមារត់ឆ្លងព្រំដែនភូមាអត់រួចទេត្រូវបានបធោនីសោកជាមួយនឹងពួកបរិវារទាំងអស់ហ្នឹងប្រហែលជាយើងត្រូវបណ្ដាសាពីពួកខាងពុទ្ធសាសនាខ្លាំងហើយ បាទ ព្រោះអាទិទេពតាំងពីដើមឡើយខ្សាត់ពីមុនមកកម្រឆ្លុះគ្នានឹងផ្លូវសាសនាព្រហ្មញ្ញនិងពុទ្ធណា បាទ តែងតែរួមរស់នៅជាមួយនឹងសុខសាន្តរហូតមែនទេ បាទ បាទអញ្ចឹងសម័យហ្នឹងគឺសតវត្សទី13ហ្នឹងហើយដែលធ្វើឲ្យមានការធ្លាក់ចុះនៅអំណាចអាណាចក្រអង្គររវាងវិវាទសាសនាបាទមុខជាប់បដាសា បាទចុះបើយើងមើលពីសម័យឥឡូវវិញការ ណាក៏បាន តាមនេះមកការដឹកនាំរបស់យើងដូចជាមានការធ្លាក់ចុះមែនទេយើងមើលគណៈសង្ឃរបស់យើងហាក់ដូចជាអត់ច្បាស់ការសោះមើលទៅអញ្ចឹងអានេះគឺជាផ្នែកមួយនៃការធ្វើឲ្យសាសនានៅស្រុកខ្មែរយើងធ្លាក់ចុះដែរតាមមែនទេ ត្រូវហើយពីព្រោះថាកាលណាសាសនាយើងវាខ្សោយមនុស្សយើងអសិលធម៌សង្គមយើងគឺផ្ដោតអារម្មណ៍ទៅលើទោះបីវិទ្យាសាស្ត្រល្បីទំនើបដល់ណាក៏ដោយសូម្បីប្រទេសមហាអំណាចមួយដែលបកកែខាងវិទ្យាសាស្ត្រហោះហើរដល់ណាដល់នៃឋានផុតឋានប្រចាំឋាននេះទៀតតែហេតុអីបានចាំបាច់ដើរផ្សព្វផ្សាយសាសនាព្រះយេស៊ូវគ្រីស្ទធ្វើអី ហ្នឹងហើយ ណាបកកើតព្រះវិហារកាតូលិកវិហារ moment បកកើតស្អីគ្រប់សពបែបយ៉ាងធ្វើអីដោយសារអីអ្នកទាំងអស់នោះទោះបីវិជាសាស្ត្របកកាយណាក៏ដោយគឺត្រូវតែគោរពទៅលើសាសនាជាធំដែរ បាទ បាទដល់ពេលស្លាប់ទៅអាអ្នកវិជាសាស្ត្រដែលបកកាយអើយព្រះhơiជួយផងមែនទេ ទីបំផុតនៅរកព្រះ បាទ ដដែល នៅតែព្រះអណ្ដែរព្រោះហេតុអីបានអញ្ចឹងប្រទេសគេល្បីដល់ណាក៏គេនៅតែឲ្យតម្លៃសាសនាគេដែលជាអតិថិរបស់គេឬក៏ជាព្រះរបស់គេ បាទ ណាអូ my god យេស៊ូវគ្រីស្ទណាជួយកូនចៅប្រងព្រះយេហូវ៉ាអញ្ចឹងយើងក៏ដូចគ្នាដែរកាលណាដែលយើងបកកាយខ្លាំងតែរឿងនោះដល់ពេលការគោរពបូជាលើផ្លូវសាសនាយើងខុសអាហ្នឹងយើងដើរផ្លូវខុសយើងអត់មានមេត្តាករណាមុទិតាឧបេក្ខានៅក្នុងខ្លួនវាធ្វើឲ្យយើងប្រះចាកពីភាពបរិសុទ្ធយើងចាប់ដើមលែងមានទំនុកចិត្តទៅលើខ្លួនយើងនោះហើយដែលធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនយើងរងទុក្ខវេទនា បាទ អាហ្នឹងដោយសារអត់លើកសាសនាហើយអ្នកដែលគ្រប់គ្រងសាសនាមិនមានភាពជាក់លាក់ពិតប្រាកដ បាទ បាទហើយយកមនុស្សអត់ចេះយកមកធ្វើអញ្ចឹងហើយអានេះជារឿងមួយផ្សេងទៀត បាទ អញ្ចឹងបាននៅក្នុងសម័យកាលមុនអាណាចក្រខ្មែររុងរឿងដោយសារអីគឺគាត់ស្វែងរកអ្នកចេះដឹងអ្នកមានជំនាញច្បាស់លាស់ពូកែណាធ្វើជារាជគ្រូណារៀបចំកសាងប្រាសាទអាណាចក្រទៅជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ដែលអស្ចារ្យបំផុតអ្នកណាក៏ទទួលស្គាល់ដល់ពេលយើងធ្វើអញ្ចឹងទៅសួរថាតើយើងមានការរីកចម្រើនដល់ណាតើបើយើងលែងខ្វល់រឿងសាសនាយើងលែងខ្វល់រឿងបុណ្យនិងបាបយើងនឹងធ្វើអីក៏ដោយអត់ដែលបានភាពជោគជ័យទេ បាទ បាទហ្នឹងបរាជ័យរហូតអាហ្នឹងគាត់ជីយោបល់របស់ខ្ញុំ បាទអរគុណ ឡានទៅជី តើបណ្ដាលមកពីកត្តាអ្វីខ្លះដែលធ្វើឲ្យប្រទេសកម្ពុជាយើងធ្លាក់ដុនដាបដល់សពថ្ងៃទាំងសេដ្ឋកិច្ចទាំងសាសនាមិនសាសនាបកស្រាយហើយប៉ុន្តែទាំងសេដ្ឋកិច្ចនយោបាយអីផ្សេងៗ អានោះខ្ញុំអត់សូវហ៊ានបកស្រាយដោយសារអីព្រោះខ្ញុំអត់ចេះខាងជំនាញនោះ បាទបាទ យើងរួមទៅបើជំនាញពីបុរាណយើង ហ្នឹងហើយបាទ យើងនេះខាងហ្នឹងប៉ុន្តែសម័យកាលនេះព្រោះយើងមើលឃើញភ្នែកយើងខ្លួន ហ្នឹង ចឹង ហើយ ហើយ យល់យល់ បាទខ្ញុំជិលបកស្រាយ បាទក៏លោកចន្ទធ្វើអីខ្ញុំនឹងឃើញអីណាមួយ កំណត់របស់ខ្ញុំធ្វើមិនឲ្យតែរួបរวมគ្នាទៅចេះស្រឡាញ់គ្នាបងប្អូនខ្មែរយើងទៅរស់នៅមួយគ្នាទៅបានសុខហើយ បាទ ហើយយើងរស់នៅទៅឲ្យគេស៊ីគេចាយគ្រប់គ្រាន់ទៅអាហ្នឹងយើងគេណាទៅចង់ធ្វើចោលលួចឆក់ប្លន់គេ តាមត្រូវ ហើយណាគេមិនស្រឡាញ់ឲ្យគេរស់បានស្រួលទៅណាគេចង់សុំទាន បាទណាចង់ធ្វើចោលបើប្រាក់ខែយើងណាប្រាក់ខែ$10000ហើយម្នាក់7 8000 $5000យ៉ាងតិចទៅយើងរស់នៅបានស្រួលលក្ខណៈគ្រួសារគេមិនស្រឡាញ់គ្រប់បូជាយើងដូចអាទិទេព បាទ ចុះបើយើងឲ្យគេស៊ីផឹកផ្លាល្ងាចណាគេទ្រាំហ្នឹងហើយបានថាមនុស្សខ្លះគាត់គិតអត់ដល់ បាទ អាណាគេទៅទម្លាក់យើងមែនទេអានេះគំនិតរបស់ខ្ញុំ បាទ គេទៅចង់ទម្លាក់យើងទៅបើអ្នកឯងឲ្យខ្ញុំស៊ីអ្នកឯងជាមនុស្សរបស់ខ្ញុំអ្នកឯងជាប្រាក់ទីទេរបស់ខ្ញុំខ្ញុំមានអីស៊ីគ្រប់គ្រាន់ដូចប្រទេសគេដទៃហើយបាទទៅខំប្រឹងអីទៀត បាទ អានេះជាមូលហេតុ
ឲ្យគេស៊ីចាយគ្រប់គ្រាន់កុំគិតថាគេធំធាត់ទៅនឹងគេទៅធ្វើបាបយើងធ្វើទុកបុកម្នេញយើងឲ្យយើងឲ្យស៊ីគេគ្រប់គ្រាន់ឲ្យគេសប្បាយសម្បូរសប្បាយ ហ្នឹងហើយ